បាទអើយថ្ងៃនេះខ្ញុំមករកថ្នាំចឹងក៏បានជួបលោកតាពីរអង្គបាទដែលគាត់មកសម្អាតផ្លូវនៅវត្តភ្នំព្រុសនេះបាទពីរអង្គបាទពីរអង្គហើយឆ្លៀតពេលនេះខ្ញុំបានមកជួបព្រះអង្គពីរអង្គហើយក៏ចង់សុំនៅរូបមន្តថ្នាំដែលលោកតាគាត់ចេះចាំតាំងពីចំនួនដើមមករូបមន្តថ្នាំនោះថ្នាំកាពះបាទអញ្ចឹងថ្នាំកាពះយើងអញ្ចឹងសូមពុកម៉ែបងប្អូនបាទចូលរួមសម្ដាប់នៅរូបមន្តថ្នាំរបស់លោកតាដូចតទៅបាទអញ្ចឹងលោកតាជួយប្រាប់បងប្អូនយើងបន្តិចមកពីរូបមន្តថ្នាំកាពះណាលោកតាណាមួយទីញោមអាត្មានឹងផ្ដល់ថ្នាំកាពះនេះឲ្យគឺញាតិញោមពុទ្ធបរិស័ទរោហូបដោយខ្លួនឯងទី1គឺរមៀតហ្នឹងគឺយកមកលាងទឹកឲ្យជ្រះហើយហាន់វាឲ្យស្ដើងបានយកវាទៅបុកឲ្យម៉ត់ហ្នឹងមើមរមៀតលោកតាមើមរមៀតមើមរមៀតឲ្យតែមើមយើងអាចយកបានលោកតាយកបាននឹងឲ្យតែមើមទី2គឺទឹកឃ្មុំទឹកឃ្មុំទី3គឺទឹកបាយទឹកបាយហ្នឹងគឺយើងយកមកអាកែវយើងណែ5រៀលពីដើមណាយកមកដាក់កន្លះកែវមកទឹកបាយហើយចាក់រមៀតហ្នឹងមួយសាព្រាបាយទៅហើយនឹងទឹកឃ្មុំហ្នឹងមួយសាព្រាបាយយកមកផឹកក្នុងពេលព្រឹកដែលយើងមិនទាន់បានញ៉ាំអីពោះតេបានន័យថាពោះតេហ្នឹងយកវាមកណែហូបគឺក្នុងមួយថ្ងៃ2ដងពេលរៀបគេងម្ដងទៀតរៀបគេងល្ងាចពីព្រឹកមិនឲ្យមានញ៉ាំអីទេញ៉ាំវារួចក្រោយញ៉ាំថ្នាំនេះ5នាទីចាំហូបអីហូបអីក៏ហូបទៅកណាលោកតាអញ្ចឹងបើសិនជាបងប្អូនដែលគាត់មានអាការៈរោគហ្នឹងធ្ងន់យើងអាចញ៉ាំក្នុងមួយថ្ងៃ3ដងបានទេលោកតាបានញោមបានប៉ុន្តែក្នុង2ពេលនេះដាច់ខាតត្រូវតែ2ពេលដាច់ខាតអត់ឲ្យមានញ៉ាំអីទេគឺញ៉ាំថ្នាំនេះមុនកណាលោកតាដល់ទៅពេលល្ងាចចាំញ៉ាំណែពេលគេងរៀបគេងគឺត្រូវញ៉ាំរួចគឺចូលគេងកណាអញ្ចឹងសូមបញ្ជាក់បន្តិចដែរទឹកឃ្មុំនេះយើងទាមទារឲ្យរកទឹកឃ្មុំព្រៃអញ្ចឹងលោកតាទឹកឃ្មុំសុទ្ធទឹកឃ្មុំបោះព្រៃអត់មានយកទឹកឃ្មុំចាំទេកណាយកទេនេះជារូបមន្តថ្នាំកាពះហើយបើសំខាន់បំផុតគឺទឹកឃ្មុំខែចែកកណាបើបាន15កើតខែចែកទៀតល្អកាត់ឲ្យតែល្អទៀតកណាលេខ1លើលេខ1ហ្មងលោកតាណាកណាអានេះរូបមន្តថ្នាំកាពះអញ្ចឹងលោកតាជួយប្រាប់ពីរូបមន្តរោគស្ត្រីធ្លាក់សបានមួយមុខទៀតទេលោកតាណាបានតែញោមបានកណាអរគុណព្រោះណែគេហៅថាដើមកឆេតទឹកណាញោមកឆេតទឹកហ្នឹងពេលណាដែលវាលាស់មកយើងយកវាមកក្តាប់ដៃមកយកមកយើងទៅដាក់ម៉ាស៊ីនក្លុកទៅក្លុកវាឲ្យបានល្អហើយស្អិតហើយយើងយកមកដាក់ក្នុងទឹកដូងត្រាំក្នុងទឹកដូងចំនួនជា3នាទីឬក៏5នាទីអីចោះឲ្យបានវែងបន្តិចឲ្យបានចេញជាតិច្រើនកណាអញ្ចឹងទេយកមកច្រោះវាត្រាំរួចហើយកូរវាឲ្យសព្វហើយយកមកច្រោះយកតែទឹកសុទ្ធទឹកដូងសុទ្ធហ្នឹងក្នុងមួយថ្ងៃឲ្យហូប2ដងឲ្យអស់ដង1 2ដងហ្នឹងឲ្យអស់ដង1កណាលោកតាអញ្ចឹងពិសាទៅតែ3ថ្ងៃដឹងហើយនឹងធូរហើយតែរហូតដល់ទៅ7ថ្ងៃគឺជាហើយជាហើយអញ្ចឹងសូមបញ្ជាក់បងប្អូនតិចដែរបើសិនជាបងប្អូនយើងគាត់អត់មានម៉ាស៊ីនក្លុកទេគាត់អាចបុកបានបុកឲ្យម៉ត់ហើយបុកហ្នឹងក្នុងការបុកហ្នឹងគឺយើងដាក់ទឹកដូងបុកជាមួយទឹកដូងដល់ពេលបុកហើយយើងចោះអាគូដូងហ្នឹងបន្តិចមកដាក់ដាក់ចូលក្នុងហ្នឹងត្រាំបាទពី3ទៅ10នាទីអញ្ចឹងលោកតាណាពី3ទៅ10នាទីចុះពី5ទៅ10នាទីអញ្ចឹងចុះដល់ពេលវាចេញជាតិចេញអីហើយយើងយកមកឆ្លោះច្រោះវាបាទយើងយកមកឆ្លោះវាហើយយើងហូបទឹកហ្នឹងក្នុងមួយថ្ងៃ2ដងហើយ2ដងហ្នឹងឲ្យអស់ដង1អញ្ចឹងយើងជាយាមធ្វើពី3ទៅពី3ថ្ងៃទៅមួយអាទិត្យនឹងយើងអាចជាលោកតាជាដាច់នឹងជាដាច់កណាលោកតាអញ្ចឹងយើងបាន2មុខហើយលោកតាណាបាន2មុខហើយលោកតាកណាសុំមួយមុខអីទៀតបានទេលោកតាណា
บ่ថាឲ្យបានឯងញោមឲ្យបានบ่ឲ្យបានទៅរឺដងមកទៀតចុះ រឺដងកណារឺដង ដងនឹងញោមស្គាល់ដើមស្ទៀវទេ ដើមស្ទៀវស្គាល់ស្ទៀវ ដើមស្ទៀវនឹងសបកដូងទុំដែលយើងកាប់យកដែលសាច់វាទៅណែធ្វើនំធ្វើអីហ្នឹង កណា យកសបកវាណាប៉ុន្តែយកសបកវាហ្នឹងអត់យកអាសបកក្រៅទេណាញោមយកអាសបកក្នុង យកក្តៅក្នុងនោះណា យកក្នុង យកអា យកបកក្នុងវាណា យើងសក់អាបានន័យថាយើងសក់អារឹងខាងក្រៅហ្នឹងចេញយើងយកតែអាផ្សោបក្នុងឯងបាទហ្នឹងយើងយកដងប្រមាណលោកតាហ្នឹងអត់កំណត់ទេ អាហ្នឹងអត់កំណត់ទេញោមដាក់ធ្វើម៉េចថា មកយើងហូបកើត បាទមកហូបកើតប៉ុន្តែអាហ្នឹងវាអត់មានជូររវីងចត់អីទេ កណា ផឹកទៅដូចតែ បាទកណាចឹងពីមុខ តែវាអត់ទាន់គ្រប់ទេញោម កណា ត្រូវរកដៃគូលបុរាណ ដៃគោលបុរាណ បាទដៃគូលបុរាណយកមកដល់ដាក់វាកដាលដាក់ស្នូលជាស្នូលកដាលហ្នឹងដែលយើងដាក់ចងបាច់ហ្នឹង គូលយើង បាទដៃគូលដៃគូលដែលយើងដំឈើ បុរាណហ្នឹងបានន័យថាដៃគោលដែលប្រើហើយចឹងឯងលោកតា កណាដៃគោលចាស់ដៃគោលចាស់ កណា យកវាមកហើយយកអំបោះខ្មៅនឹងរុំវា7ជុំ បាទកណា រុំវា7ជុំរួចចាំដាក់ក្នុងឆ្នាំងអីក៏ដោយអត់រើសរាយរឿងឆ្នាំង កណាហើយក្នុងការរុំហ្នឹងយើងអាចអធិដ្ឋានយើងអាចហើយចឹងយើងអាចអធិដ្ឋានយើងអាចផ្សំឧបកិច្ចចឹងបាន ដែរគ្រាន់តែឧបកិច្ចថាណែគ្រូពេជ្រស្ដេចឆ្នាំឬដងបាតនេះ កណា អាត្មាដែលខ្ញុំមន់យកមកផឹកនេះសូមឲ្យជាសះស្បើយពីថ្ងៃផឹកនេះតទៅ កណាលោកតាកណា អានឹងផឹកតែ7ឆ្នាំទេជា កណា 7ឆ្នាំគឺជាតម្រង់ កណាលោកតាកណា បាត់ជើងទៅស្រួលលែងទៅហើយបាទឈាមក៏ឈប់ឈាមក ណា ព្រោះអានឹងអាឬដងនឹងពេលណាទៅដល់វាទុំទៅវាឈាមក ណា ពេលដល់វាឈប់ឈាមទៅ វាបាត់ វាបាត់ជើងមកវាតាំង វាស្រួល វាអត់នេះទេដល់ពេលយើងផឹកថ្នាំនឹងទៅបាត់ជើងក៏ស្រួលអាឬដងក៏វាស្វិតជាទៅបាត់តម្រង់បាត់ឯងតម្រង់អានឹង កណា ស្វិតទៅបាត់ឯងតម្រង់ ស្វេតអស់ ស្វិតអស់អត់មានអីបន្តទៀតទេនេះអាបាន3មុខលោកតាបាទកណាអរគុណលោកតា ញាតិញោមពុទ្ធបរិស័ទយកទៅប្រើប្រាស់ហើយរកដោយខ្លួនឯងទៅអាត្មាប្រាប់តែរូបមន្តទេ កណាសូមឲ្យញាតិមិត្តបងប្អូនយើងពុកម៉ែបងប្អូនយើងបានប្រើថ្នាំបានប្រើរូបមន្តថ្នាំលោកតានេះហើយសូមឲ្យជាបានដូចបំណងប្រាថ្នាហើយនឹងសូមជូនបុណ្យកុសលលោកតានិងលោកបងឲ្យតាឲ្យសុខឲ្យចម្រើនឲ្យសុខភាពល្អមានប្រកាយបញ្ជនអាយុវែងអញ្ចឹងហ្មងកណាបាទសូមពុកម៉ែបងប្អូនសូមជម្រាបលាបាទ